ឬក៏ដោយសារគាត់ខ្លួនមួយតែប្រាប់បងថាបងឲ្យបងឯងគុំជូបបរិយច្រើនពេកហ្នឹងមិនដើមទៅពីដើមអីបានដាស់ទឿនមករងថ្ងៃមកមិនណាមិនស្ដាប់ប្តីណាមិនឆ្លាញ់ប្រពន្ធនិយាយបែបដែរបើមកបែបរបៀបអាត់អញជក់ជក់អត់មាននិយាយច្រើនម្ដងចាក់ផ្លាប់បាទចាក់ផ្លាប់ចឹងហើយដល់ពេលអត់មកបងសួរណៃអត់មកចាក់ផ្លាប់ទេទៀតហើយដល់ពេលប្រាប់បងចឹងទៅបងនេះគឺជាគូស្នេហ៍ដែលមានសុភមង្គលមែនទែនហើយក៏ជា idol របស់ខ្ញុំផងដែរបងឃើញណាខ្ញុំចូលចិត្តគូស្នេហ៍ដែលមានសុភមង្គលដែលកសាងឡើងមកដោយបុណ្យនឹងបុណ្យអញ្ចឹងណាបងប្អូនខ្ញុំឃើញថាគូស្នេហ៍មួយគូដែលថាចែហើយនឹងបងប្រុសនិងបងស្រីម្នាក់ហ្នឹងគិតយល់ចិត្តគ្នាមិនគិតលើអារម្មណ៍តែភាគីម្ខាងដូចក្នុងបណ្ដាញសង្គម Facebook លើកឡើងអញ្ចឹងណាបងប្អូនក្នុងបណ្ដាញសង្គម Facebook និង TikTok បានលើកឡើងថាភាគច្រើនគឺផ្ដោតទៅលើអារម្មណ៍មនុស្សស្រីហ្នឹងបងប្អូនតែអត់យល់ពីអារម្មណ៍មនុស្សប្រុសទេអញ្ចឹងឃើញថាបងប្អូនត្រូវយកគំរូតាមបងស្រីនិងបងប្រុសបងប្អូនកុំយកចិត្តផ្ដោតអារម្មណ៍តាមម្ខាងពេកគឺគ្មានសុភមង្គលទេដូចបងស្រីខាងហ្នឹងនិងបងប្រុសខាងនេះកាត់ស្នប់តាមគ្នាយើងរស់នៅចាប់ដៃគូជាមួយគ្នាយើងប្រឹងដាក់ plan មកជាមួយគ្នាយើងបានរៀបការជាមួយគ្នាយើងចង់ជីវិតយើងទៅមុខទៀតអញ្ចឹងណាបងគឺក្តីសុខក្នុងជីវិតគឺទ្រព្យសម្បត្តិមិនអាចទិញបានទេអញ្ចឹងហើយអារម្មណ៍ផ្លូវចិត្តគឺយើងមានសុភមង្គលមានទ្រព្យសម្បត្តិលើលប់បងប្អូនឃើញថាយើងមានសុវត្ថិភាពផ្លូវចិត្តរួចហើយបងប្អូនយើងមានទ្រព្យមួយទៅហើយយើងវាលើអ្វីផ្សេងលើទ្រព្យសម្បត្តិទៅទៀតអញ្ចឹងបានថាទាំងបងប្អូនខាងប្រុសបងប្អូនប្រុសទាំងបងប្អូនស្រីកុំផ្ដោតលើអារម្មណ៍តែម្ខាងកុំចង់ឈ្នះគ្នាកុំអាងខ្លួនឯងជាស្រីឬក៏អាងខ្លួនឯងជាប្រុសយើងមិនត្រូវធ្វើអារម្មណ៍បែបហ្នឹងទេបងប្អូនយើងយល់អារម្មណ៍គ្នាដូចខាងបងស្រីនេះគាត់ធ្វើមិនបានគាត់យកបេះដូងប្តីគាត់បានហើយប្តីគាត់ធ្វើមិនបានយកបេះដូងប្រពន្ធគាត់បានអញ្ចឹងណាអញ្ចឹងយើងធ្វើអីមួយយើងគួរតែយល់គ្នាមិនត្រូវស្រែកដាក់គ្នាមិនត្រូវយកពេលវេលាកំផឹងផ្សេងមកនិយាយជាមួយគ្នាមានបញ្ហាយើងត្រូវនិយាយគ្នាត្រូវយកចិត្តគ្នាមិនយកមានបញ្ហាដើរកិច្ចពីគ្នាមិនស្ដាប់គ្នាមិននិយាយគ្នាហើយគុំគួនគ្នាសងសឹកថ្ងៃណាមុខថ្ងៃណាក្រោយអញ្ចឹងយើងរស់នៅជាមួយគ្នាពិបាកវេទនាចឹងថាខ្ញុំពិតជាចង់បានសុភមង្គលដូចជាគាត់ពីរនាក់ហ្នឹងអញ្ចឹងណាខ្ញុំអត់ចង់បានទ្រព្យសម្បត្តិអីលើលប់ពេកទេទោះជាខ្ញុំមានទ្រព្យសម្បត្តិលើលប់ក៏ខ្ញុំមិនត្រូវការជាង